បៀបចូលទៅលុប Gmail ចេញពី Facebook របស់យើងហ្នឹងហើយអញ្ចឹងមុននឹងចាប់ដើមវីដេអូកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងហ្នឹងហើយអញ្ចឹងដើម្បីចូលទៅលុប Gmail របស់គេចេញពី Facebook របស់យើងបានបងប្អូនអ្នកគ្រាន់តែចូលមកកាន់ Facebook របស់យើងមកហ្នឹងហើយបន្ទាប់មកយើងចូលមកកាន់ menu ខាងក្រោមនេះបន្ទាប់មកយើងចុចយក Setting បន្ទាប់មកយើងយកពាក្យថាpersonal detail កន្លែងនេះបន្ទាប់មកយើង scroll ទៅលើបន្តិចហើយយើងមកយកពាក្យថា personal detail កន្លែងនេះយើងចុចលើវាមួយមកបន្ទាប់មកយើងយកខាងលើនេះ contact info អញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញ Gmail ក៏ដូចជាលេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយនឹង account Facebook ហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់លុប Gmail មួយនេះយើងចុចលើ Gmail មួយនេះមកហ្នឹងហើយយើងចុចលើ Gmail មួយនេះមកអញ្ចឹងមកដល់កន្លែងនេះវាមានពាក្យថា delete Gmail កន្លែងនេះអញ្ចឹងយើងយក delete Gmail មកតមកជាពាក្យថា delete កន្លែងនេះអញ្ចឹងនេះយើងវានឹងផ្ញើលេខកូដទៅចូលទៅក្នុង Gmail មួយទៀតដែលយើងបានភ្ជាប់ជាមួយ Facebook របស់យើងហ្នឹងដើម្បី confirm អញ្ចឹងយើងចេញសិនមកយើងចូលទៅកាន់ Gmail របស់យើងដើម្បីយកលេខកូដហ្នឹងហើយយើងចូលមកកាន់ Gmail របស់យើងមកលេខកូដដែលយើងបានដែលវាបានផ្ញើមកមិញហ្នឹងយើងអាច copy ហើយយកទៅដាក់ទៅចុច copy មកហើយយើងយកមកផាកន្លែងនេះតមកចុច continue ទៅអញ្ចឹងដល់កន្លែងនេះយើង back វិញមកបន្ទាប់មកយើង clear Facebook ចេញមួយសិនបន្ទាប់មកយើងចូលមកកាន់ Facebook site ថ្មីមកតមកចុច setting personal detail កន្លែងនេះចុចកន្លែងនេះមកនេះ contact info អញ្ចឹងវាបាត់ Gmail ចេញពីនេះមួយហើយអញ្ចឹងដោយសារតែមុនហ្នឹងយើងបានលុប Gmail ចេញមួយអញ្ចឹងឥឡូវយើងចូលមកគឺវាលេងឃើញហើយអញ្ចឹងបានន័យថាយើងបានលុប Gmail នឹងចេញហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយទីចុងក្រោយកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងបាយបាយ